ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើសាច់ជ្រូកប្រឡាក់ចៀនឲ្យសូរិនដោយសារគាត់ថាទៅសាលាទិញបាយគេសាច់ជ្រូកចៀនគេអត់ឆ្ងាញ់ទេចឹងហើយសាច់ជ្រូកចៀននៅផ្ទះខ្លួនឯងឆ្ងាញ់ជាងដល់អញ្ចឹងហើយថ្ងៃហ្នឹងក៏ធ្វើសាច់ជ្រូកចៀនឲ្យកូនទៅព្រោះអីនៅផ្ទះយើងមានសាច់ជ្រូកស្រាប់ដំបូងមកយើងយកសាច់ជ្រូកមកលាងទឹកឲ្យស្អាតសាច់ជ្រូកលាងទឹកឲ្យស្អាតហើយនាងខ្ញុំក៏ចាប់ផ្ដើមជាវាជាបន្ទះរៀងស្ដើងតិចតែគ្រាន់តែខ្ញុំមិនជំនាញជាសាច់ជ្រូកដូចកន្លែងអ្នកលក់អីទេតែគ្រាន់តែទលាមធ្លាប់យើងធ្វើនៅផ្ទះហូបរដងហ្នឹងយើងក៏ធ្វើអញ្ចឹងទៅជាវាចុះវេលាណារៀងខ្លាញ់ច្រើនខ្ញុំក៏ជាចោលខ្លះទៅគេនៅផ្ទះបានជួយហត់លេខហត់កើតដែរវាខ្លះទៅក៏រៀងក្រាស់ខ្លះទៅក៏រៀងស្ដើងតែធ្វើឲ្យតែបានទៅគាត់ថាសាច់ជ្រូកបាយនៅសាលាគាត់ថារៀងរឹងអញ្ចឹងហើយគាត់អត់សូវចូលចិត្តទេអត់ដឹងមកគេតែបើសម្រាប់ខ្ញុំហូបរបស់គេខ្ញុំគិតថាធម្មតាដូចតែគ្នាតែកូនគេអត់ចូលចិត្តគេចូលចិត្តតែរបស់ធ្វើខ្លួនឯងនៅផ្ទះចឹងហើយក៏ធ្វើឲ្យទៅពេលជាសាច់ជ្រូកហ្នឹងរៀងយូរដែរដោយសារខ្លាញ់មុខដៃអត់សូវជាជំនាញបន្ទាប់ពីជាសពរួចរាល់ហើយនាងខ្ញុំក៏ដាក់មកប្រឡាក់នេះសាច់ជ្រូកដែលយើងជាបន្ទះបានមិញហ្នឹងហើយនៅពេលខ្ញុំប្រឡាក់ខ្ញុំចូលចិត្តដាក់រំដេងដើម្បីឲ្យឈ្ងុយតែអត់ចូលចិត្តដាក់ខ្ទឹមសឯងដោយសារអត់ចូលចិត្តក្លិនខ្ទឹមឆ្អិនដូចជាខ្ទឹមម៉ាលីងពេលយើងប្រឡាក់ខ្ទឹមហើយយើងចៀនទៅធំក្លិនខ្ទឹមអញ្ចឹងហើយអត់ចូលចិត្តទេខ្ញុំចូលចិត្តប្រឡាក់ម្ដេងខ្ញុំដាក់ម្ដេងអំបិលបន្តិចប៊ីចេងបន្តិចបន្ទាប់មកក៏ថែមជាមួយនឹងស្ករសដាក់ជាមួយនឹងស្ករសមកបន្ទាប់មកយើងច្បល់ចូលគ្នាឲ្យសព្វទៅច្បល់ចូលគ្នាឲ្យសព្វបានមួយសន្ទុះក៏ចាប់ផ្ដើមដាក់ខ្លាញ់ចៀនងាយលឿនចាប់បានឲ្យកូនហូបខ្ញុំអត់ប្រឡាក់ទឹកយូរដោយសារធ្វើរៀងប្រៃចឹងយើងចាប់ផ្ដើមចៀនចូលប្រឡាក់ហ្នឹងទៅថែមឲ្យយើងផេរៀងរុញវាចឹងទៅដើម្បីឲ្យសាច់ហ្នឹងឡើងក្រហមតែសាច់ហ្នឹងកុំនេះអត់រឹងឲ្យវាទន់ណាតែយើងទុកឲ្យវាយូរតិចទៀតឲ្យវារៀងស្ងួតហើយនេះជាសាច់ដែលយើងបានចៀនរួចរាល់ហើយរួចមកក៏រៀបចំបាយឲ្យសូរិនល្មមនេះមកដល់ហើយកំពុងតែភ្លក់ដៃពីរគាត់ថាដៃឆ្ងាញ់ជាងស្លាបព្រាសមអីចឹងមានតែហែកដៃចឹងឯងឆ្ងាញ់អរគុណបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នឹងទេជម្រាបលា